ជាអ្វីដែលលោកគឹមសុខសរសេរលម្អិតអ្វីដែលជាមូលហេតុពិតដែលលោកសំរងស៊ីសម្រេចមិនចូលរួមកម្មវិធីទី1គឺមន្ត្រីទូតរដ្ឋាភិបាលរបបក្រុងភ្នំពេញប្រចាំទីក្រុងប៉ារីខំប្រឹងឡំប៉ាអុកលុកឲ្យតំណាងរាស្ត្របារាំងរារាំងមិនឲ្យលោកសំរងស៊ីមានវត្តមាននៅក្នុងពិធីនោះនេះជាល្បិចនយោបាយកខ្វក់របស់មន្ត្រីទូតរបបក្រុងភ្នំពេញជាអ្នកនយោបាយប្រជាធិបតេយ្យថ្លៃថ្នូរលោកសំរងស៊ីបានទទួលការសម្របសម្រួលរបស់តំណាងរាស្ត្របារាំងដោយការយោគយល់ដើម្បីកុំឲ្យមន្ត្រីទូតរបបក្រុងភ្នំពេញបង្កភាពស្មុគស្មាញដល់អ្នករៀបចំកម្មវិធីពីព្រោះលោកសំរងស៊ីមើលឃើញចរិតឡំប៉ាអុកឡុកដ៏គួរឲ្យអៀនខ្មាស់ពេករហូតរបស់ទូតរបបក្រុងភ្នំពេញដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ល្អផូរផង់របស់ប្រជាពលរដ្ឋខ្មែរយើងលោកសំរងស៊ីបានសម្រេចមិនចូលរួមហើយបានអនុញ្ញាតឲ្យសហការីរបស់លោកប្រចាំប្រទេសបារាំងចូលរួមនិងបានរួមចំណែកបញ្ចេញយោបល់នៅក្នុងពិធីនោះអំពីវិបត្តិកម្ពុជាទល់មុខទូតរដ្ឋាភិបាលរបបក្រុងភ្នំពេញនោះលោកកឹមសុខបន្តទៀតថាហេតុផលរបស់លោកលុយដាវីតដែលថាលោកសំរងស៊ីជាទាន់ដិតដើម្បីអុកឡុកលោកសំរងស៊ីមិនឲ្យមានវត្តមាននៅក្នុងកម្មវិធីដែលមានដូចតទៅទី1ហេតុផលនេះគឺជាការព្យាយាមបោកប្រាស់ពីព្រោះលោកម៉ែនសុថាវរិនមន្ត្រីសម្របសម្រួលរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ដែលត្រូវតុលាការរបបក្រុងភ្នំពេញកាត់ទោសឲ្យមានទោសដែរក៏បានចូលរួមនៅក្នុងពិធីនោះមិនមានបញ្ហាអីទេទី2ហេតុផលនេះជាការមើលងាយរំលោភឬក៏មើលងាយលោកតំណាងរាស្ត្របារាំងដែលបានជូនដំណឹងជាផ្លូវការដល់លោកសំរងស៊ីគឺទូតរបបក្រុងភ្នំពេញលោកលុយដាវីតមើលងាយតំណាងរាស្ត្របារាំងថាមានទំនាក់ទំនងជាមួយទាន់ដិតតាមល្បិចចោទប្រកាន់របស់របបផ្ដាច់ការនៅភ្នំពេញទី3ហេតុផលនេះគឺជាការប្រមាថរដ្ឋាភិបាលបារាំងថាជួយការពារទាន់ដិតឲ្យមានសេរីភាពនៅប្រទេសបារាំងហើយការប្រមាថរដ្ឋាភិបាលបារាំងលើករណីលោកសំរងស៊ីនេះគឺមិនខុសអ្វីពីរបបក្រុងភ្នំពេញចោទប្រមាថសហរដ្ឋអាមេរិកនិងប្រចាំប្រទេសថាជាច្រើនទៀតនៅក្នុងសំណុំរឿងលោកកឹមសុខានោះដែរបន្តទៀតលោកកឹមសុខដាក់ថាហេតុផលនេះគឺជាការប្រមាថទី4ប្រមាថប្រចាំប្រទេសដែលបានផ្ដល់សេរីភាពឲ្យលោកសំរងស៊ីដើរហើយចេញចូលហើយតំណាងរាស្ត្រនិងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលប្រទេសទាំងនោះថែមទាំងសហការងារយ៉ាងងាយរាយជាមួយនឹងលោកសំរងស៊ីផងចំណុចទី5ហេតុផលនេះក៏ជាការប្រមាថមើលងាយប្រជាពលរដ្ឋខ្មែរជាច្រើនដែលបានទៅចូលរួមពិធីហើយសម្ដែងការរីករាយពេលឃើញវត្តមានលោកសំរងស៊ីទៅទីនោះពលរដ្ឋខ្មែរនាំគ្នាសម្រុកទៅគៀកលោកសំរងស៊ីសុំថតរូបទុកជាអនុស្សាវរីយ៍ដោយបង្ហាញការគាំទ្រលោកសំរងស៊ីយ៉ាងពេញចិត្តឯលោកលុយដាវីតឬក៏លោកលុយដាវីតនឹងរបបក្រុងភ្នំពេញចរណែននឹងប្រជាប្រិយភាពរបស់លោកសំរងស៊ីទៅលោកទូតរបបខុសច្បាប់ចេះតែដើរអុកឡុកបែបនេះចំណុចទី6លោកកឹមសុខបន្តថាភាគីបារាំងគឺប្រជាពលរដ្ឋខ្មែរនិងពិភពលោកដឹងច្បាស់ថាលោកសំរងស៊ីគឺជាមេដឹកនាំប្រជាធិបតេយ្យកម្ពុជាស្អាតស្អំរីឯពាក្យថាទាន់ដិតគឺជាការចាត់ប្រកាន់របស់របបខុសច្បាប់នៅភ្នំពេញតែប៉ុណ្ណោះហើយចុងក្រោយគឺលោកលុយដាវីតថាករណីមិនអនុញ្ញាតឲ្យលោកសំរងស៊ីចូលកម្មវិធីមួយនៅសភាបារាំងគឺជាឆន្ទានុសិទ្ធិរបស់តំណាងរាស្ត្របារាំងដែលជាម្ចាស់កម្មវិធីនេះលោកក៏បំភ្លឺដូចតទៅទៀតទី1គឺថាបើតំណាងរាស្ត្របារាំងមានចេតនាមិនអនុញ្ញាតឲ្យលោកសំរងស៊ីចូលរួមមែនពុំមានហេតុផលអ្វីដែលតំណាងរាស្ត្របារាំងជូនដំណឹងដល់លោកសំរងស៊ីនិងសហការីឲ្យចូលរួមជាផ្លូវការនោះទេប្រការនេះមិនត្រឹមតែជាការអនុញ្ញាតឲ្យចូលរួមកម្មវិធីទេប៉ុន្តែមានអត្ថន័យជាការផ្ដល់តម្លៃនិងការលើកទឹកចិត្តទៀតផងទី2ការនិយាយថាមិនអនុញ្ញាតឲ្យលោកសំរងស៊ីចូលរួមកាន់តែខុសឆ្ងាយពីបរិបទការទូតពីព្រោះពុំមានពិធីការទូតណាដែលរារាំងភ្ញៀវដែលមានឈ្មោះក្នុងបញ្ជីចូលរួមជាផ្លូវការនោះឡើយទី3លោកលុយដាវីតថាមិនអនុញ្ញាតឲ្យលោកសំរងស៊ីចូលរួមគឺជាឆន្ទានុសិទ្ធិតំណាងរាស្ត្របារាំងដែលជាម្ចាស់កម្មវិធីត្រង់ឃ្លានេះគឺជាឆន្ទានុសិទ្ធិរបស់តំណាងរាស្ត្របារាំងដែលជាម្ចាស់កម្មវិធីនេះគឺកាន់តែប្រមាថតំណាងរាស្ត្របារាំងលើសលប់ពីព្រោះតើកម្មវិធីដែលម្ចាស់កម្មវិធីឯណាទៅដេញភ្ញៀវសំខាន់របស់ខ្លួនដែលអញ្ជើញចូលរួមពិធីដល់កន្លែងទៅហើយនោះដូច្នេះលោកលុយដាវីតបង្ហាញចរិតការទុច្ចរិតព្យាយាមទម្លាក់កំហុសនៃវត្តមានរបស់លោកសំរងស៊ីទៅលើតំណាងរាស្ត្របារាំងថាជាអ្នកសម្រេចចិត្តទៅវិញចុងក្រោយគឺការពិតគឺទូតរដ្ឋាភិបាលរបបក្រុងភ្នំពេញផ្ដាច់ការឡំប៉ាអុកឡុកបង្ករឿងរំខានយ៉ាងខ្លាំងដល់អ្នករៀបចំពិធីបាទខ្ញុំស្លេះត្រឹមប៉ុណ្ណេះសិនបងប្អូនដូចខ្ញុំចង់និយាយចឹងថាវាគួរឲ្យនេះខ្មែរយើងអញ្ចឹងខ្ញុំមែនតើទៅថាស្ដាប់ការបកស្រាយទៅបងប្អូនយកទៅថ្លឹងថ្លែងទៅហើយរឿងទូតនេះមិនមែនតែនៅខ្មែរទេនៅកូរ៉េនៅជប៉ុននៅ
ស្រុកយៈណាក៏ដោយឲ្យតែតំណាងឲ្យខ្មែរថាជាទូតរបស់ខ្មែរហ្នឹងគឺច្រើនតែរងការចោទប្រកាន់ថាជាទូតរបស់បកប៉ុន្តែបងប្អូនដែលចោទប្រកាន់ទូតរបស់បកហ្នឹងក៏ពេលខ្លះហ្នឹងប្រហែលជាធ្វើពើមិនដឹងឬក៏យ៉ាងម៉េចទូតមន្ត្រីទូតទាំងអស់នេះគឺជាប់មកដោយសារកូតាបកនយោបាយតាអ្នកណាអ្នកកាន់ប្រទេសសពថ្ងៃហ្នឹងគឺគណៈបកកាន់អំណាចហើយបើគណៈបកកាន់អំណាចច្បាស់ណាស់មន្ត្រីទូតគេគឺជាមន្ត្រីរបស់បកហើយបើមន្ត្រីរបស់បកមិនធ្វើការឲ្យបកទៅធ្វើការឲ្យអ្នកណារឿងវាអញ្ចឹងតាបងប្អូនយើងខំប្រឹងនាំគ្នាបង្កើនភាពស្អាតស្អំល្អយុត្តិធម៌ឥតលំអៀងឲ្យមន្ត្រីទូតដែលជាមន្ត្រីបកតាំងពីដើមទីមកវាហាក់បីដូចជាយើងនាំគ្នាយកឆ្កែវាយសារ៉ាអញ្ចឹងណាបងប្អូនឆ្កែខ្មៅយកទៅវាយសារ៉ាបងប្អូនខំប្រឹងយកអាថ្នាំខ្មៅយកទៅលាបលើឆ្កែខ្មៅហ្នឹងដើម្បីពពាលហ្នឹងឲ្យវាខ្មៅសុទ្ធភ្លៀងមកមួយមេដើរកាត់ភ្លៀងចេញមកប្រភ្លាក់ដែរហើយយើងចាំបាច់ទៅលាបឲ្យគាត់ថាជាមន្ត្រីទូតដើម្បីជាតិទៅអីព្រោះគាត់ជាមន្ត្រីទូតរបស់បកអញ្ចឹងមកអាយុហើយហ្នឹងអញ្ចឹងហើយបានថាពេលខ្លះបងប្អូននាំគ្នាទៅតតាំងអឺចំណាយពេលវេលាអត់ប្រយោជន៍ហើយទូតហ្នឹងក៏មិនត្រូវការមកចំណាយពេលវេលាអត់ប្រយោជន៍មកតបបងប្អូនថាងទូតគេឯករាជ្យទេអ្វីដែលជាសំណេរមិនមែនជាអ្វីដែលជាការប្រព្រឹត្តទេបងប្អូនមើលទូតខ្មែរនៅអាមេរិកនេះបាតកម្មរបស់ក្រមប្រឆាំងទៅដងណាក៏មិនដែលយកញត្តិគេដែរបើយើងធ្វើជាទូតរបស់ខ្មែរដើម្បីប្រជាជាតិនេះហ่าអត់មានក្រមប្រឆាំងក្រមណាទេគេធ្វើបាតកម្មជាប្រជាប្រដ្ឋខ្មែរឈាមជ័រជាខ្មែរចោះមកយកញត្តិទៅហើយឆ្លើយតបអីដើរកិច្ចបិទទ្វារចូលទ្វារក្រោយឬក៏មិនតបមិនអីទាំងអស់ហើយទៅអង្គុយនិយាយសម្ភាសមួយសារព័ត៌មានណាហ្នឹងថាក្រុមនេះក្រុមឧទាមក្រុមអីមន្ត្រីទូតអត់មានទៅវាយបហាមន្ត្រីណាក្រុមណាបពពួកណាជាក្រុមឧទាមក្រុមអីទេគឺយើងទទួលយកមកដោះស្រាយទៅឲ្យបកស្រាយតាមការទូតឲ្យអ្វីដែលលោកថាអត់លំអៀងណាអានឹងបានត្រូវប៉ុន្តែយើងបងលំអៀងធ្វើឲ្យគេដឹងអញ្ចឹងរួចទៅតើគេថាទៅហៅរឿងគេថាអីថាទៅកុំធ្វើត្រូវឲ្យដូចគេថាឥឡូវចូលដល់រឿងតកតងនឹងដំណឹងល្អពីព្រះមហាក្សត្រវិញគឺថ្ងៃនេះគឺយើងឃើញព្រះបរមរាជវាំងបានចេញសារមកប្រាប់ប្រជាពលរដ្ឋកម្ពុជាអំពីដំណឹងល្អពីការវះកាត់ជំងឺមហារីកក្រពេញប្រូស្តាតរបស់ព្រះមហាក្សត្រខ្មែរដោយគ្រូពេទ្យចិននៅទីក្រុងប៉េកាំងបានប្រព្រឹត្តទៅដោយជោគជ័យហើយនេះគឺជាសាររបស់សំទោសព្រះបរមរាជវាំងដែលចុះថ្ងៃទី20ខែមេសានេះថាក្រសួងព្រះបរមរាជវាំងមានកិត្តិយសសូមជម្រាបជូនសាធារណជនខ្ញុំសរសើរព្រះបរមរាជវាំងដែលចាប់ផ្ដើមក្បាលលិខិតដោយពាក្យថាមានកិត្តិយសនេះហើយគឺជាការរំភើបព្រោះតែមានកិត្តិយសដឹងតែព្រះមហាក្សត្រខ្មែរមានប្ររិទ្ធសុខភាពគ្រាន់បើវិញអញ្ចឹងប៉ុន្តែក្បាលលិខិតរបស់រដ្ឋាភិបាលខ្មែរវិញថ្ងៃមុនហ្នឹងក៏អញ្ចឹងដែរមានកិត្តិយសសូមជម្រាបថាព្រះមហាក្សត្រខ្មែរនឹងទៅវះកាត់ហើយកិត្តិយសដែរគាត់ទៅវះកាត់ហ្នឹងមិនដឹងជាភ័យមិនដឹងថាឆ្លងកាត់រួចអត់ផងគឺថាបារម្ភទៅក៏ប៉ុន្តែប្រសិទ្ធពរអីចឹងទៅប៉ុន្តែអកិត្តិយសហ្នឹងចេញមកខុសរឿងប៉ុន្តែព្រះបរមរាជវាំងកន្លែងនេះគឺជាក្បាលលិខិតមួយដែលគួរឲ្យសរសើរមានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថាស្ថានភាពនៃបរិយាសុខភាពព្រះករុណាជាម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតបានទទួលការព្យាបាលប្ររោគដោយការវះកាត់ពីក្រមវិជ្ជបណ្ឌិតចិនចំណាននៅមន្ទីរពេទ្យប៉េកាំងនិយាយរឿងសុំបើកវងកញ្ចក់បន្តិចអាពាក្យចំណានហ្នឹងខ្ញុំធ្លាប់និយាយទៅត្រូវបានបងប្អូនយើងរិះគន់យ៉ាងខ្លាំងតាមបណ្ដាញសង្គម Facebook ណាដោយសារតែយើងពងឲ្យឆ្លោះគ្នាជាមួយថៃគាត់ថាកុំប្រើពាក្យចំណានហ្នឹងអីព្រោះអីពាក្យចំណានហ្នឹងគឺជាភាសាថៃទេដែលតាមពិតពាក្យខ្មែរគឺជំនាញលោកមិនឲ្យប្រើពាក្យចំណានទេកុំឲ្យថាយកពាក្យថៃមកប្រើពាក្យខ្មែរយើងមានជំនាញព្រោះថៃអានសំនៀងទាញអញ្ចឹងយើងទៅយកអាចំណានហ្នឹងមកជាជំនាញយើងមានសោះទៅយកពាក្យថៃមកប្រើដែរអាហ្នឹងខ្ញុំពេលដែលខ្ញុំឮសូរសារនេះគឺដូចចាស់ទឹកមកផ្តិលត្រូវមុខខ្ញុំដែរព្រោះខ្ញុំជាទូទៅពាក្យខ្មែរខ្ញុំត្រូវពិគ្រោះជាមួយសភៅសម្ដេចសង្ឃជួនណាតរាល់តែពេលតែដល់ពេលមើលទៅខ្ញុំបើកមើលទំព័រចំណុចចំណាននេះគឺព្រះអង្គព្រះសង្ឃជួនណាតព្រះអង្គប្រាប់ថាសូមស្នើឲ្យបងប្អូនខ្មែរយើងប្រើពាក្យខ្មែរពាក្យជំនាញវិញកុំប្រើពាក្យចំណានអីចឹងដែរបាទអញ្ចឹងបើសិនជាបងប្អូនឮពាក្យនេះហើយទៅបើកមើលសភៅសម្ដេចសង្ឃលោកជួនណាតហើយវាយពាក្យចំណានហ្នឹងទៅតើលោកអប់រំយើងយ៉ាងម៉េចថាឲ្យប្រើពាក្យជំនាញវិញទៅជាជាងការប្រើពាក្យថៃដែលខ្ចីតាមពិតយើងខ្ចីគ្នាច្រើនដែរគាត់ថាបើសិនជា
មានការដាស់តឿនអញ្ចឹងគ្រាន់តែភ្ញាក់រលឹកអីអញ្ចឹងទៅក៏ប៉ុន្តែកុំជ្រុលនិយមពេកបាទព្រោះយើងខ្ចីទៅវិញទៅមកហ្នឹងក៏ទៅវាច្រើនដែរទេពេលខ្លះវាប្រើទៅយូរមកយូរទៅវាស៊ាំទៅក៏ដឹងថាពាក្យហ្នឹងពាក្យខ្ចីគេតែបើមានពាក្យយើងឲ្យប្រើទៅខ្ញុំចាប់ពីពេលនេះទៅពាក្យចំណានហ្នឹងខ្ញុំដូចរៀងប្រើរៀងរយាលដែរខ្ញុំប្រើជំនាញច្រើនជាងតែយ៉ាងណាព្រះបរមរាជវាំងបញ្ជាក់ថាអឺពីក្រមវិជ្ជបណ្ឌិតចិនចំណាននៅមន្ទីរពេទ្យពេកាំងនៃប្រជាមានិតចិនហ្នឹងគឺព្រឹកថ្ងៃទី20ខែមេសាហ្នឹងបានវះកាត់ជោគជ័យអឺព្រះអង្គយាងចាក់ចេញពីបន្ទប់វះកាត់រួចហើយនៅថ្ងៃដដែលក្រោយការយកចិត្តក្រោមការយកចិត្តទុកដាក់ខ្ពស់ពីក្រមពេទ្យចិនហ្នឹងទន្ទឹមនឹងនេះពេទ្យពេកាំងក៏បានជម្រាបថាព្រះអង្គគង់ប្រថាប់មួយរយៈពេលទៀតក្រោយវះកាត់ដើម្បីពិនិត្យតាមដាននិងថែទាំបរិយាសុខភាពបន្តនៅមន្ទីរពេទ្យនេះបាទតែប៉ុណ្្នឹងឯងបងប្អូនឥឡូវព័ត៌មានបញ្ចប់ពីទៀតមុនពេលបញ្ចប់នេះគឺតកតងនឹងនាយករដ្ឋមន្ត្រីថៃយកបញ្ហាព្រំដែនដើម្បីស្នើដំឡើងថវិកាជាតិយើងកាន់តែអស់សង្ឃឹមច្រើនហើយបងប្អូនថ្ងៃនេះលោកអនុទិនច័ន្ទវរៈគុលស្នើថវិកាជាតិថៃឲ្យកើនឡើងថែមប្រហែលជាប្រមាណ$200លានទៀតហើយនៅក្នុងនោះគឺកញ្ចប់ថវិកាទៅវិស័យការពារជាតិឡើងដល់ទៅជាង$2000ជាង$2000លានមិនមែន2000ទេបងប្អូនថវិកាជាតិថៃសប្ងៃមាន$6000លានហើយនោះសុំទោសថវិកាការពារជាតិសម្រាប់យោធាថៃសប្ងៃមាន$6000លានគឺស្មើនឹងថវិកាជាតិខ្មែរស្ទើរតែ60-70%ព្រោះយើង10,000លានសម្រាប់ជាតិទាំងមូលថវិកាយោធាយើងមានតែ1000លានទេថវិកាយោធាថៃសប្ងៃមាន$6000លានហើយលើសយើងដល់ទៅ6ដងប៉ុន្តែឥឡូវនេះគេថែមទៀតហើយលោកអនុទិនច័ន្ទវរៈគុលថាការថែមថវិកាជាតិបន្ថែមនេះគឺដើម្បីពង្រឹងវិស័យយោធាការពារកុំឲ្យបរទេសឈ្លានពានបាត់ដីថៃមួយចំណែកណាស្ដាប់ឲ្យច្បាស់ហើយបងប្អូនអនុទិនច័ន្ទវរៈគុលនេះគឺយកបញ្ហាព្រំដែនដើម្បីពង្រឹងអំណាចរបស់ខ្លួនហើយដើម្បីឲ្យធ្លាក់លុយជួយយោធាទៀតហើយយើងសង្ឃឹមអីឥឡូវហ្នឹងគឺគាត់និយាយប្រើពាក្យយកបញ្ហាព្រំដែនណាកាងកុំឲ្យគេវាយឈ្លានពានអញ្ចឹងបើគាត់ឈ្លានពានពីគេយើងបានគឺគាត់នឹងការពារមិនឲ្យបាត់វិញអានេះដែលជារឿងគ្រោះថ្នាក់សម្រាប់យើងហើយយើងនៅប្រឹងចរចាឲ្យមែនតែនទៀតនៅពេលដែលថៃគេប្រាប់ថានេះហ្នឹងគេចាប់ផ្ដើមការពារវាយទប់អត់ឲ្យបាត់ដីរបស់គេថាទុកឲ្យផែនទីថៃនៅលើពិភពលោកហ្នឹងគឺនៅរក្សាតាមអ្វីដែលថៃកំណត់អញ្ចឹងទៅខ្ញុំមិនថាមិនលើកទឹកចិត្តឲ្យចរចាទេយើងត្រូវតែរកសុខសន្តិភាពជាមួយគ្នាប៉ុន្តែក្នុងន័យនេះគឺបានន័យថាថៃនឹងមិនខ្ចាក់ដីឲ្យយើងតាមរយៈការចរចាទេហើយយើងក៏គ្មានស្អីទៅបាញ់ឈ្នះថៃដែរព្រោះអីថៃគេចាប់ផ្ដើមតម្លើងថវិកាជាតិគេឡើងរហូតហើយយើងកំពុងតែខ្វះខាតដូច្នេះយើងពិបាកកន្លែងហ្នឹងមែនតើបងប្អូនអញ្ចឹងរឿងតែពីរឯងដែលខ្មែរត្រូវធ្វើប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិអាហ្នឹងទី1ទី2គឺតកតងនឹងយន្តការអឺរបស់ថាអាស៊ានសំទោសកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហើយនឹងចុងក្រោយគឺពង្រឹងការផ្សះផ្សាជាតិឲ្យមែនតែនដោះលែងអ្នកទោសមនសិការស្ដារស្ថានភាពស្រុកទេសយើងឲ្យខ្មែរយើងមូលមាត់គ្នាសាមគ្គីគ្នាឲ្យរឹងមាំព្រោះយើងអត់មានទៅពឹងថៃបានទេគឺយើងត្រូវពឹងការសាមគ្គីគ្នាគ្រប់និន្នាការគណៈបកនយោបាយហើយយើងទៅពឹងអាម៉េចគ្រាន់តែពឹបឡើងមកហែកគ្នានៅប៉ារីនេះរឿងលោកសំរងស៊ីនឹងឆ្លោះគ្នាបាច់ផ្សែងដោយសារតែមានអញអត់អញលោកដាវីតមិនអាចចូលរួមបានដោយសារតែចាត់ទុកថាលោកសំរងស៊ីជាតនដិតប៉ុន្តែលោកម៉ែនស្ថាវរិនជាតនដិតដែរចូលរួមលោកលួយដាវីតអត់មានបញ្ហាអីសោះអាឡែកស៊ីជាមួយលោកសំរងស៊ីហើយយកងារជាតនដិតតែដល់ពេលលោកម៉ែនស្ថាវរិនជាតនដិតដែរអត់អាឡែកស៊ីគឺធ្វើឲ្យខ្មែរយើងនឹងមើលទៅគឺថាឆ្លោះគ្នាបែកបាក់គ្នាសូម្បីតែក្នុងខ្សែភ្នែករបស់សភាបារាំងអីចឹងទៅអាហ្នឹងចឹងបានថាយើងបែបនេះគឺមិនដឹងទៅណារួចទេបងប្អូនឥឡូវខ្ញុំដោយសារខ្ញុំអស់ពេលហើយបញ្ហាព្រំដែនដែលវាហួសពីសមត្ថភាពដោះស្រាយទ្វេភាគីនឹងខ្ញុំចង់សម្ដៅថាទ្វេភាគីមិនអាចជជែកជាមួយថៃបានទៀតទេបងប្អូនយើងគ្នាពីរនាក់ដដើមគ្នាដេកកដាលយើងអត់អាចទៅរួចទេធ្លាក់ពីលើគ្រែទាំងពីរនាក់ប៉ុន្តែអ្នកដែលធ្លាក់ពីលើគ្រែមុនគេគឺខ្មែរហើយព្រោះថៃគឺគេមានរបាំងខាំងនៅអាប្រកាន់ដៃគ្រែគេមកជាហៀងទៀតយើងនឹងគឺតទេឡតហ្មងគឺថាប្រែតែខ្លួនធ្លាក់ភីងទៅដីបាត់ដូច្នេះយើងមិនឈ្នះគេទេ
អញ្ចឹងហើយបានថាបើប្រើយន្តការអន្តរជាតិគឺត្រូវប្រើយន្តការអង្គការសហប្រជាជាតិឬក៏អីតែខ្ញុំជឿថាអង្គការសហប្រជាជាតិគេមិនឈឺក្បាលយើងទេអញ្ចឹងហើយអាយន្តការដែលមានស្រាប់អត់ទៅឈឺក្បាល UN ព្រោះ UN គេអត់ថ្កោលទោសយើងទេគេអត់ថ្កោលទោសថៃទេគឺ UN គេអត់ឈឺក្បាលយើងទេដោយសារអាមេរិកនៅខាងថៃអញ្ចឹងកុំទៅពឹងអាមេរិកកុំទៅពឹងស្អីសុំភ្លើងយក្សពឹងយន្តការអង្គការសហប្រជាជាតិក៏អត់ប្រយោជន៍ដែរគឺពឹងលើយន្តការដែលមានស្រាប់ហ្នឹងគឺយើងអត់ត្រូវការទៅហៅ UN ទៅហៅអាមេរិកអីមកជួយសោះគឺយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិហើយម្ដងទៀតណាកុំចាញ់ឃោសនារបស់គណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលថារឿងដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិរួចហើយណានោះគឺជាសេចក្តីជូនដំណឹងគ្រាន់តែកំឡាគឺក៏កំញើញទេព្រោះពាក្យបណ្ដឹងដែលដាក់ទៅគឺត្រូវតែតុលាការគេចេញបញ្ជាក់មកថាបានទទួលហើយមិនមែនស្ងាត់ឈឹងដាក់តាំងពីខែ6ឥឡូវនៅសល់តែ2ខែទៀត1ឆ្នាំហើយយកអត់ដឹងថាមានបណ្ដឹងអីហើយថាបើឥឡូវដាក់បណ្ដឹងហ្នឹងតាំងពីខែមិថុនាហ្នឹងក៏ដោយចុះបណ្ដឹងរឿងប្រាសាទតាមាន់ធំប្រាសាទតាកបីតំបន់មុំ3ហើយនិងប្រាសាទតាមាន់តូច4កន្លែងហ្នឹងចាឥឡូវថៃវាយយករហូតដល់ទៅ50-60កន្លែងហើយហ្នឹងហើយម្សិលមិញយើងកំពុងតែសបាយក្អាយអាថ្ងៃ18ចូលឆ្នាំនៅចំហាយអីហ្នឹងយើងនាំគ្នាប៉ាតម្សៅស្រោចទឹកណែបាចទឹកជះទឹកបាញ់ទឹកទៅលក់ឡំថនទៅថៃយកបាន6កន្លែងទៀតហើយរដ្ឋាភិបាលជាអ្នកប្រកាសខ្លួនឯងនេះខ្ញុំមិនបានថាទេអញ្ចឹងទៅឡើងដល់ប្រមាណកន្លែងទៀតហើយដូច្នេះវាអត់មានអីដែលអាចចរចាជាមួយថៃកើតទៀតទេអាការចរចាផ្លូវទូតនឹងធ្វើទៅស្អំចិត្តនឹងវាល្អហើយប៉ុន្តែត្រូវតែដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិហើយបើធ្វើបានគឺកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសសហប្រធានគឺប្រទេសឥណ្ឌូនេស៊ីប្រទេសបារាំងហៅមកណាបើខ្លាំងកុំទៅបដិញលោកសំរងស៊ីចេញពីកិច្ចប្រជុំអីចឹងត្រូវហៅបារាំងហ្នឹងចូលមកក្នុងកិច្ចប្រជុំដើម្បីដោះស្រាយព្រំដែនវិញបានល្អដល់ទៅអត់ប្រយោជន៍ឯណាវិញរឿងភ័យរឿងវត្តមានលោកសំរងស៊ីឯណាដើម្បីឲ្យឃើញខ្មែរបែកបាក់គ្នាវិញសោកស្ដាយមែនតើបងប្អូនយើងវាអញ្ចឹងណាបងប្អូនតែយើងទៅមុខអត់ឆ្ងាយទេគឺតាក់ទងនឹងកងទ័ពជើងទឹកអាមេរិកដែលចាប់ផ្ដើមវាយកំទេចកប៉ាល់របស់អ៊ីរ៉ង់ហើយក៏បានបញ្ជូនទ័ពជើងទឹកតាមរយៈអធម្មភេកជ្ជៈឬក៏កតុំរុយយើងហៅភាសាសាមញ្ញគឺខ្ទមរុយគឺចុះទៅចាប់និយាយទៅគឺខាត់គ្រប់គ្រងកប៉ាល់នោះទាំងស្រុងតែម្ដងដោយសារតែល្មើសបំរាមប៉ុន្តែបងប្អូនសូមបើកវងកញ្ចក់បន្តិចមុននឹងចូលដល់រឿងនេះមានរឿងផ្ទាល់ខ្លួនមួយដែលខ្ញុំចង់ចែករំលែកឲ្យដើម្បីជំរះមន្ទិលបងប្អូនមួយចំនួនដែលសួរមកខ្ញុំផងរឿងផ្ទាល់ខ្លួនហ្នឹងចេះទេដែលមិនមែនជាផ្នែកនៃព័ត៌មានទេបងប្អូនសូមអធិស្ឋានក៏ប៉ុន្តែដោយសារបងប្អូនចូលចិត្តទទួលទានបង្អែមលៀងមាត់របស់មុងណារ៉េតាហើយដូច្នេះរឿងអីដែលតាក់ទងនឹងអ្វីដែលមុងណារ៉េតមានហ្នឹងក៏គួរតែបងប្អូនបានដឹងផងថាម្ចាស់ដែលធ្វើបង្អែមលៀងមាត់ហ្នឹងធ្វើអីគេខ្លះនៅក្នុងសហគមន៍ហើយគេនាំគ្នាផ្សព្វផ្សាយប្រងព្រាតទៅបងប្អូនគួរដឹងដែរកាលពីថ្ងៃទី18ខែសីហាត្រូវនឹងថ្ងៃសៅរ៍ខ្ញុំទៅចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរមួយនៅវត្តខ្មែរកម្ពុជាក្រោមនៅក្នុងទីក្រុងឡុងបិចរបស់យើងនេះដែលនៅកាច់កែងផ្លូវអាណាហែមហើយនឹងផ្លូវ Orange Avenue ដែលជាពិធីជួបជុំចាស់ទុំបងប្អូនយើងដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរតាមទំនៀមទម្លាប់ប្រពៃណីជាតិហើយនៅក្នុងពិធីនោះក៏មានការប្រគំតន្ត្រីច្រៀងរាំសប្បាយតាមធម្មតាតន្ត្រីប្រគំផ្ទាល់ផងហើយបងប្អូនតន្ត្រីក៏ប៉ុន្តែដោយសារតែថ្ងៃហ្នឹងខ្ញុំទៅរៀងជ្រុលម៉ោងតិចហើយព្រោះរវល់ពេកតតែម៉ោង3រសៀលហើយគេបិទម៉ោង5រសៀលខ្ញុំទៅដល់ម៉ោង3ហើយគេចិត្តសាររោងទៅហើយនៅសល់បងប្អូនយើងមិនទាន់បានទៅផ្ទះហ្នឹងក៏ក្នុងនោះមានល្អម្នាក់លោកយាយម្នាក់ដែលជាលោកយាយដែលមានអាយុចំណាស់ជាងគេហើយនៅទីក្រុងឡុងបិចដែលចូលចិត្តឈឺឆ្អាលរឿងសង្គមរឿងសិទ្ធិមនុស្សរឿងប្រជាធិបតេយ្យជួយច្រើនណាស់ថវិកាទៅបងប្អូនយើងនៅស្រុកខ្មែរអ្នកដែលជាប់ឃុំឬក៏អ្នកដែលនិរទេសខ្លួនទៅកិច្ចខ្លួននៅប្រទេសថៃអីហ្នឹងថវិកាបច្ច័យដែលគេជូនគាត់ដើម្បីទទួលទានឬក៏ទុកប្រើប្រាស់ធម្មតាលោកយាយមានបច្ចុប្បន្នឆ្នាំនេះ105ឆ្នាំហើយ
គឺលោកយាយអ៊ុំសាទហ្នឹងគឺគាត់ចូលចិត្តខ្ញុំមែនតើហើយឲ្យតែពេលជួបខ្ញុំម្ដងណាក៏គាត់រីករាយដល់ពេលតែខ្ញុំទៅហ្នឹងវាចៃដន្យអីតន្ត្រីគេហ្នឹងក៏វាដល់ពេលដែលគេចង់សាររួមទៅហើយម្យ៉ាងហើយរឿងស្ងាត់មនុស្សដែរទៅហើយព្រោះគេត្រូវបិទបញ្ចប់នៅតែ1ម៉ោង2ទៀតនោះក៏ពេលដែលខ្ញុំទៅក៏បងប្អូនក៏នៅចាប់ផ្ដើមប្រគំតន្ត្រីបន្តទៀតទៅហើយក៏ស្រាប់តែមានសំណើរបស់លោកយាយអ៊ុំសាទថាគួរឲ្យមុងណារ៉េតដោយសារតែភ្លេងកុំឲ្យស្ដាយភ្លេងហើយឲ្យខ្ញុំឡើងជ្រៀងជាកិត្តិយសដែរដែលខ្ញុំជាទូទៅក្នុងទីសាធារណៈបែបនេះគឺមិនសូវជាទម្លាប់ប្រមាណទេតែបងប្អូនលើកទី1ហើយដែលបងប្អូនដឹងហើយជាខ្យល់ខ្ចាយដោយសារតែពេលនោះគឺបងស្រីលឹមស៊ីណាតដែលគាត់មាន Facebook ហើយគាត់បានផ្សាយផ្ទាល់ឬក៏កាត់ផ្សាយខ្លះតាក់ទងនឹងចម្រៀងមួយផ្នែកណានោះដែលខ្ញុំច្រៀងហើយក៏ធ្វើឲ្យបងប្អូនភ្ញាក់ផ្អើលមែនទែនគាត់ថាខ្ញុំចេះច្រៀងដែរខ្ញុំអរគុណបងប្អូនច្រើនដែលគាំទ្រហើយមើលទៅ Facebook របស់បងស្រីលឹមស៊ីណាតហ្នឹងក៏មានការចែកផ្សាយបន្ថែមហើយមានបងប្អូនចេញបញ្ចូលមតិច្រើនតាក់ទងនឹងការច្រៀងបងប្អូនប្រហែលជានៅស្គាល់មុងណារ៉េតតិចណាស់គឺបងប្អូនស្គាល់មុងណារ៉េតតែមួយផ្នែកទេគឺថាមុងណារ៉េតហ្នឹងគឺជាអ្នកផ្សព្វផ្សាយព័ត៌មានជាអ្នកធ្វើអត្ថាធិប្បាយព័ត៌មានអីវិភាគអីខ្លះផ្សំអីអញ្ចឹងទៅបង្អែមលៀងមាត់មួយខ្ទះធំប៉ុន្តែមួយជ្រុងទៀតដែលបងប្អូនអត់ទាន់បានដឹងអំពីការចូលចិត្តរបស់មុងណារ៉េតហ្នឹងគឺស្រឡាញ់ការច្រៀងឬក៏ចម្រៀងនេះណាស់និយាយទៅស្រឡាញ់សិល្បៈហ្នឹងមែនតើរបាំការច្រៀងរាំអឺចូលចិត្តហើយខ្ញុំចំពោះចម្រៀងវិញគឺបទលោកស៊ីនស៊ីសមុទ្រនៅក្នុងខួរក្បាលរបស់ខ្ញុំមានរាប់ពាន់បទខ្ញុំស្ដាប់ចម្រៀងលោកស៊ីនសមុទ្រតាំងពីតូចក្រូចឆ្មាព្រោះអីឪពុករបស់ខ្ញុំគាត់ចូលចិត្តចាក់ចម្រៀងពីដើមហ្នឹងពេលដែលនៅព្រលឹមចឹងទៅចាំហើយការរៀនសូត្រពាក្យពេចន៍ប្រើប្រាស់នៅក្នុងការនិយាយស្ដីក៏បានពីការស្ដាប់ចម្រៀងអត្ថន័យខ្លឹមសារនៃចម្រៀងរបស់ខ្មែរពីដើមនឹងច្រើនមែនតើជួយទាំងក្នុងការនិយាយស្ដីទាំងក្នុងការប្រើប្រាស់ពាក្យពេចន៍ទាំងក្នុងការអីហ្នឹងក៏ដោយសារតែចម្រៀងនេះឯងហើយខ្ញុំចេះចម្រៀងច្រើនមែនតើរាប់ពាន់បទនិយាយទៅស្ទើរតែខ្ញុំអាចច្រៀងបទស៊ិនសមុទ្របានគ្រប់បទឲ្យតែមានកដាស់ការដែលចងចាំដោយមិនចាំបាច់មើលអក្សរចម្រៀងហ្នឹងគឺអាចថាចាំតិចតួចក៏ប៉ុន្តែការដែលចាំបទឬក៏ចេះបទហ្នឹងគឺច្រើនមែនតើក៏ប៉ុន្តែមិនដែលច្រៀងជាសាធារណៈដូច្នេះទេហើយបើមានសំណូមពរពីលោកអ៊ំវ័យ105ឆ្នាំហើយក៏ច្រៀងចម្រៀងមួយបទដែលគាត់ពេញចិត្តជាងគេគឺឯណាទៅឋានសួគ៌បទហ្នឹងគាត់ក៏បានរំលឹកនឹកដល់អនុស្សាវរីយ៍តាំងពីនៅមុខព្រះអង្គដងកើតាំងពី80 90ឆ្នាំមុនហើយខ្ញុំរំភើបហើយទៅដល់ពេលព័ត៌មានចម្រៀងនេះវាសុសសាយពេកទៅធ្វើឲ្យបងប្អូនមួយចំនួនចាប់ផ្ដើមព្រួយបារម្ភទៅវិញសរសើរថាខ្ញុំអាចច្រៀងកើតអីអញ្ចឹងចេះច្រៀងចេះអីគាត់ព្រួយបារម្ភក្នុងន័យថាសរសើរដែរប៉ុន្តែគេជាសារមួយដែលគួរឲ្យប្លែកមែនតើមកខ្ញុំយកមកនិយាយថ្ងៃនេះហ្នឹងគឺដោយសារអញ្ចេះគាត់សរសេរនៅ Facebook របស់ខ្ញុំហ្នឹងគាត់ថាបើលោកមុនណារ៉េតចេះច្រៀងព្រោះផងអញ្ចឹងសុំអង្វរតែម្យ៉ាងបានទេកុំបដូរអាជីពពីអ្នកអត្ថាធិប្បាយព័ត៌មានអីអញ្ចឹងពួកគាត់ចង់ស្ដាប់បង្អែមលៀងមាត់នេះកុំដូរអាជីពទៅជាអ្នកចម្រៀងបាទខ្ញុំអរគុណតែពិតគាត់និយាយក្នុងន័យថាលើកសរសើរថាខ្ញុំចេះច្រៀងអីអញ្ចឹងណាប៉ុន្តែជាការពិតគាត់ទៅព្រួយបារម្ភថាខ្លាចខ្ញុំនឹងឈប់ធ្វើព័ត៌មានទៅវិញសូមជម្រាបជូនបងប្អូនទាំងអស់ប្រិយមិត្តបង្អែមលៀងមាត់របស់មួងណារ៉េតទាំងអស់ថាដរាបណាមួងណារ៉េតនៅមានដង្ហើមដកគឺនៅតែស្រឡាញ់ពេញចិត្តនៅក្នុងការផ្សព្វផ្សាយព័ត៌មានជាធម្មទានតាមលទ្ធភាពដែលអាចធ្វើទៅបានមិនបោះបង់ចោលទេមិនបោះបង់ចោលគឺនៅពេលដែលប្រទេសយើងត្រូវការព័ត៌មានពីគ្រប់ជ្រុងជ្រោយត្រូវការព័ត៌មានដើម្បីបន្សាបព័ត៌មានប្រជាពិធរបស់រដ្ឋាភិបាលត្រូវការព័ត៌មានដែលជាសម្លេងរបស់ជនរងគ្រោះដរាបណាជនរងគ្រោះនៅតែគ្មានសម្លេងហើយនៅតែពិបាកត្រូវបានប្រព័ន្ធឃោសនាផ្សព្វផ្សាយរបស់គណៈបកកណ្ដាលអំណាចឬរដ្ឋាភិបាលយកមកបិទបាំង
ដរាបនោះគឺមូណារ៉េតមិនបោះបង់ចោលការប្រឹងធ្វើធម្មទាននេះទៀតទេហើយក្នុងពេលជាមួយគ្នានេះកុំភ្ញាក់ផ្អើលអីនៅពេលដែលឃើញមូណារ៉េតច្រៀងព្រោះអីចូលចិត្តខ្លាំងមែនតើគ្រាន់តែថាមិនសូវចេញជាទីសាធារណៈដូចលើកនោះដោយសារមានការផ្សាយផ្ទាល់ទើបបងប្អូនដឹងមួយជ្រុងទៀតរបស់មូណារ៉េតនៅច្រើនជ្រុងទៀតដែលបងប្អូនអត់បានស្គាល់បានដឹងចាំពេលថ្ងៃណាមានពេលវេលាសមរម្យល្មមខ្ញុំនឹងសរសេរសៀវភៅមួយដើម្បីរៀបរាប់អំពីប្រវត្តិពីតូចក្រូចឆ្មារបស់ខ្ញុំរហូតដល់មកដល់មានថ្ងៃនេះដើម្បីឲ្យបងប្អូនជាពិសេសយុវជនក្មេងៗជំនាន់ក្រោយនៅប្រទេសកម្ពុជាយើងឲ្យដឹងថាតើការតស៊ូរបស់ខ្ញុំជាក្រុមគ្រួសារដ៏ក្រីក្រមួយរហូតមកដល់ដំណាក់កាលពេលនេះតើប្រឹងប្រែងប៉ុណ្ណាហើយបើខ្ញុំធ្វើបានបងប្អូនក៏អាចធ្វើបានដែរតែពេលក្រោយចោះអានឹងលើសុំបន្ថែមណាសុំបិទវងកញ្ចក់វិញមកដល់រឿងហមូសវិញអញ្ចឹងទ័ពជើងទឹកអាមេរិកនេះគឺបាញ់ប្រហារនិងសម្រុកឡើងទៅកាន់កាប់កប៉ាល់ដឹកទំនិញអ៊ីរ៉ង់ដែលល្មើសបំរាមនេះគឺរឿងនេះកើតឡើងពីម្សិលមិញបងប្អូនម្សិលមិញនេះគឺកប៉ាល់ដឹកទំនិញដ៏ធំសម្បើមមួយរបស់អ៊ីរ៉ង់បានដាក់បើកតែនិយាយទៅគឺគោលបំណងគឺឆ្លងកាត់ច្រកហមូសតែជាកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ដែលចេញពីកំពង់ផែអ៊ីរ៉ង់ហើយមកថ្មីនេះអ៊ីរ៉ង់គេបានអឺគេដឹងតាក់តងបិទបើកអីហ្នឹងអ៊ីរ៉ង់ម្ដងបិទម្ដងបើប៉ុន្តែអាមេរិកអត់ទាន់បើកច្រកហមូសនេះទៅវិញទេនៅឡើយទេព្រោះអីអ៊ីរ៉ង់កាលដំបូងថាចង់បើកហើយបើកទៅតរិទ្ធបិទអីអញ្ចេះអញ្ចោះដល់អាមេរិកកុំឲ្យអ៊ីរ៉ង់នឹងនៅកាច់បានស្រាញ់ចិត្តគឺបិទចោលទាំងស្រុងតែម្ដងចំពោះតែកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ដែលឆ្លងកាត់ច្រកហមូសពីកំពង់ផែអ៊ីរ៉ង់ទៅកំពង់ផែណាមួយទៀតក៏ដោយនៅលើពិភពលោកព្រោះចង់កាច់អ៊ីរ៉ង់ហ្នឹងកុំឲ្យកឡុកយកច្រកហមូសហ្នឹងម្ដងយកស៊ុយសាអកម្ដងបាញ់បហាម្ដងអីតែម្សិលមិញនេះរឿងពីរគឺរឿងទី1គឺកប៉ាល់ដឹកទំនិញផ្សេងប្រហែលពី3គ្រឿងនៅច្រកហមូសហ្នឹងណានៅពេលដែលព្រមព្រៀងគ្នាឲ្យបើកឲ្យអីអស់ហើយអ៊ីរ៉ង់បានបាញ់ប្រហារទៅលើកប៉ាល់អឺចេញអាទូកបណ្ដេញគេទូចហ្នឹងដេញបាញ់ប្រហារដែលធ្វើឲ្យនាវាដឹកទំនិញហ្នឹងគ្នាត្រូវដកថយត្រូវអញ្ញាយពេញទឹកពេញដីគឺថាអ៊ីរ៉ង់នៅតែធ្វើព្យុះភ្លៀងនៅតំបន់ហមូសហ្នឹងប៉ុន្តែมันមានកញ្ជ្រួចមីស៊ីលអីធំទេគឺបាញ់ជារបៀបដូចថាទូកកណូតលឿនហើយមានបំពាក់កាភ្លើងយន្តលើហ្នឹងអញ្ចឹងណាប៉ុន្តែថ្ងៃនេះគឺថ្ងៃម្សិលមិញដដែលហ្នឹងក្រៅតែពីព្រឹត្តិការណ៍អ៊ីរ៉ង់បាញ់កប៉ាល់ដទៃទៀតដែលឆ្លងកាត់តាមច្រកហមូសហ្នឹងគឺអាមេរិកចាប់ផ្ដើមបាញ់កប៉ាល់របស់អ៊ីរ៉ង់តែម្ដងដែលតាមពិតមុននឹងបាញ់កំទេចនេះអាមេរិកបានព្រមានកប៉ាល់នេះទុកពេលឲ្យដល់ទៅ6ម៉ោងព្រោះកប៉ាល់ចម្បាំងរបស់អាមេរិកប្រាប់សញ្ញាទៅនាវារបស់អ៊ីរ៉ង់នេះថាអ្នកមានពេល6ម៉ោងឲ្យវិលក្បាលមកវិញឬក៏ត្រូវមិនអាចឆ្លងកាត់ចូលក្នុងច្រកហមូសនេះបានទេព្រោះអាមេរិកបិទអស់ហើយដោយសារតែបំរាមមួយគឺទាល់តែអ៊ីរ៉ង់ទទួលព្រមតាមកិច្ចព្រមព្រៀងចរចាឈប់ផលិតអាវុធបរមាណូបានអាមេរិកបើកច្រកនេះហើយបើអត់បើកទេគឺបើអត់ព្រមទេគឺអាមេរិកនឹងបិទរហូតដើម្បីយកជាឧបករណ៍តតាំងចរចាជាមួយនឹងអ៊ីរ៉ង់នៅថ្ងៃច័ន្ទគៀពុធនេះក៏ប៉ុន្តែដោយសារតែម្ចាស់កប៉ាល់ដែលដឹកទំនិញអ៊ីរ៉ង់ពីច្រកកំពង់ផែអ៊ីរ៉ង់នឹងមិនព្រមស្ដាប់ទើបធ្វើឲ្យអាមេរិកចាប់ផ្ដើមបាញ់ប្រហារតែម្ដងគឺបាញ់ចេញពីកប៉ាល់ចម្បាំងអាមេរិកទៅប៉ុន្តែមុននឹងបាញ់ប្រហារហ្នឹងបើតាមស្ដាប់អ្វីដែលជាខ្សែអាត់វីដេអូនិងសំឡេងដែលសហរដ្ឋអាមេរិកគឺខាងកងនាវានិងក្រសួងការបរទេសអាមេរិកគេបញ្ចេញផ្សាយជាសាធារណៈនោះគឺអាមេរិកក៏បានព្រមាន